Chị đẹp xua cùng mang bổnថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខគឺឡាបសាច់ជ្រូកបងប្អូនឡាបសាច់ជ្រូកបែបងាយយើងធ្វើញ៉ាំនៅផ្ទះលក្ខណៈគ្រួសារបងប្អូនខ្ញុំញ៉ាំជាទៀតអេមនេះគឺសំរបស់ខ្ញុំមានសាច់ជ្រូកកន្លះគីឡូសាច់ជ្រូក3ជាន់បងប្អូនហើយបន្តមកទៀតមានគ្រឿងផ្សំដូចជាទឹកត្រីប៊ីចេងស្ករលីងហើយនឹងម្ទេសឆ្អើរបងប្អូនហើយម្ទេសឆ្អើរនឹងដែរគឺសម្រាប់បងប្អូនដែលចូលចិត្តហឹរគឺអាចដាក់ច្រើនជាងនឹងបានបងប្អូនហ្នឹងហើយបងប្អូនសម្រាប់បងប្អូនណាដែលគាត់មិនសូវចូលចិត្តហឹរដាក់ប៉ុណ្ណឹងក៏បានហើយដាក់ច្រើនជាងនឹងក៏បានហើយសម្រាប់គ្រឿងផ្សំបន្តទៅទៀតនោះគឺមានដូចជាបងស្លឹកគ្រៃស្លឹកក្រូចខ្ទឹមក្រហមខ្ទឹមសរំដេងហើយនឹងម្ទេសផ្លោកក្រៀមបងប្អូនហើយគ្រឿងទាំងអស់នឹងដែរគឺយើងមុននឹងយកទៅធ្វើឡាបខ្ញុំបានយកវាទៅរំលីងបងប្អូនហើយនេះជីហើយនឹងក្រូចឆ្មាបងប្អូនជីខ្ញុំប្រើពីរមុខជីអង្កាមហើយនឹងជីនឹងវងអ្នកខ្លះគេហៅជីក្រហមហើយក្រូចឆ្មាខ្ញុំប្រើមួយផ្លែបងប្អូនហើយបន្លែមានដូចជាសណ្តែកគួរហើយជីរណាហើយត្រសក់ហើយនឹងការ៉ុតបងប្អូនហ្នឹងហើយគ្រឿងផ្សំទាំងអស់ខ្ញុំបានរៀបរាប់អស់ហើយឥឡូវយើងចាប់ផ្ដើមមកបន្តលីងគ្រឿងស្លឹកគ្រៃស្លឹកក្រូចរំដេងរបស់យើងដែរដើម្បីយើងយកវាទៅបុកបងប្អូនហើយការលីងនេះដែរបងប្អូនខ្ញុំអត់ប្រើខ្លាញ់ប្រអីទេគឺខ្ញុំលីងវាស្ងួតបងប្អូនលីងវាស្ងួតដើម្បីយើងយកទៅបុកទៅវាអត់មានទឹកមានអីបែបបងប្អូនហ្នឹងហើយបងប្អូនខ្ញុំរយៈពេលដែលខ្ញុំលីងគ្រឿងនឹងដែរបងប្អូនប្រហែលជា3នាទីនិយាយរួមទៅប្រហែលជាគ្រឿងវាឡើងសពូនក្រៀមបន្តិចខ្ញុំនឹងយកវាទៅបុកទៅមកទៀតខ្ញុំនឹងយកសាច់ជ្រូកមកលីងបងប្អូននេះសាច់ជ្រូកហើយសាច់ជ្រូកនេះខ្ញុំប្រើសាច់ជ្រូក3ជាន់បងប្អូនក៏ប៉ុន្តែខ្ញុំមិនច្រាំវាអស់ហើយបងប្អូនដោយសារតែការអញ្ច្រាំហ្នឹងខ្ញុំអត់បានថតបងប្អូនណាសូមបងប្អូនកុំប្រកែប្រកាន់អីហ្នឹងហើយបងប្អូនឥឡូវយើងយកគ្រឿងដែលយើងរំលីងមិញហ្នឹងយើងយកមកបុកវាបងប្អូនបុកវាឲ្យឡើងម៉ត់បន្តិចមកដើម្បីយើងយកវាទៅលាយជាមួយនឹងសាច់ជ្រូកដែលយើងលីងដែរបងប្អូនហ្នឹងហើយបងប្អូននេះសាច់ជ្រូកហើយខ្ញុំលាយហ្នឹងគឺលាយនឹងចានយើងធម្មតាទេបងប្អូនលក្ខណៈញ៉ាំលក្ខណៈគ្រួសារខ្ញុំញ៉ាំបាយតែ2នាក់ប្រពន្ធកូនខ្ញុំទេហ្នឹងហើយបងប្អូនវីដេអូខ្ញុំបើសិនជាមានការទើសលើសខុសអីសូមបងប្អូនកុំប្រកែប្រកាន់អីពួកខ្ញុំបញ្ចូលសលេងនេះគឺវាអាចឮថាសំលេងម៉ូតូសំលេងដង្ហើមសំលេងអីបងប្អូនហ្នឹងបងប្អូនគ្រឿងផ្សំខ្ញុំមានដាក់ដូចជាទឹកត្រី2ស្លាបព្រាបាយហើយនឹងស្ករកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយហើយម្ទេសហុយខ្ញុំដាក់បន្តិចសិនព្រោះខ្លាចហឹរខ្លាំងបងប្អូនម្ទេសឆ្អើរគ្រឿងហ្នឹងខ្លាចហឹរខ្លាំងអញ្ចឹងខ្ញុំលាយប៉ុណ្្នឹងសិនដើម្បីថាយើងភ្លក់ទៅបើសិនជាវាមិនទាន់ល្មមអញ្ចឹងថាវាមិនទាន់បានរសជាតិដែលយើងចង់ញ៉ាំយើងអាចដាក់ថែមទៀតបានបងប្អូនតែបងប្អូនបើសិនបងប្អូនចូលចិត្តរាងគ្រឿងច្រើនជាងហ្នឹងក៏បានដែរបងប្អូនតែសម្រាប់ខ្ញុំធ្វើងាយលឿនបងប្អូនចាប់បានញ៉ាំហ្នឹងហើយបន្តទៀតខ្ញុំដាក់នេះលក្ខក្រូចហាន់ហើយខ្ទឹមសចនិតហើយនឹងខ្ទឹមក្រហមបងប្អូនយើងលាយវាចូលគ្នាបងប្អូនរយៈពេលលាយនឹងដែរគឺខ្ញុំលាយមើលថាបើសិនតែវាលាយគ្រឿងហើយគ្រឿងដែលយើងដាក់ហ្នឹងបងប្អូនមានប៊ីចេងស្ករហើយនឹងកលីងក៏អីមិញហ្នឹងបងប្អូនហ្នឹងហើយបើសិនជាវាលាយហើយខ្ញុំច្បាច់ក្រូចពីក្រោយក្រូចនឹងរាំងជូរបន្តិចព្រោះខ្ញុំចូលចិត្តឡាបហ្នឹងខ្ញុំចូលចិត្តរាងជូរបងប្អូនហ្នឹងហើយតែបើសិនតែបងប្អូនមិនសូវចូលចិត្តជូរក៏មិនបញ្ហាដែរបងប្អូនហ្នឹងតាមចំណង់ចំណូលចិត្តរបស់បងប្អូនដែរតែពីខ្ញុំលាយវាអីហើយខ្ញុំមានថែមជីយើងជីអង្កាមហើយនឹងជីនឹងវងពីក្រោយវាទៅទៀតដើម្បីថា
ក្លិនឈ្ងុយជីឈ្ងុយគ្រឿងយើងឲ្យវាកាន់តែឈ្ងុយបងប្អូនហ្នឹងហើយឥឡូវខ្ញុំភ្លក់មើលសិនបើថាវាល្មមខ្ញុំនឹងដាក់ជីបងប្អូនបាទឥឡូវស្ទើរអង្ករលីងខ្ញុំបន្ថែមអង្ករលីងបន្តិចជាចុងក្រោយវីដេអូបងប្អូនក៏អត់មានអីទៀតទេបងប្អូននឹងឲ្យឃើញដូចក្នុងវីដេអូអញ្ចឹងអរគុណច្រើនបងប្អូនដែលបានចូលទស្សនាវីដេអូបងប្អូន